មកស្គាល់ពីសត្វស្លាបមួយប្រភេទដែលស្គាល់ថាជាសត្វដែលស្រឡាញ់គ្នាស្មោះមួយនឹងមួយនោះគឺសត្វក្រៀលនៅប្រទេសកម្ពុជាយើងសត្វក្រៀលមានវត្តមានតាំងពីសម័យបុរាណមកម្ល៉េះដូចជាយើងឃើញមានក្នុងចម្លាក់ជាក់ស្ដែងនៅលើប្រាង្គប្រាសាទបុរាណនៅលើពិភពលោកមានសត្វក្រៀលជាច្រើនអំបូរគឺមានប្រមាណជាង10ប្រភេទឯណោះសត្វក្រៀលរស់នៅក្នុងប្រទេសកម្ពុជាមានមាឌធំនិងខ្ពស់ជាងគេអាចមានកម្ពស់រហូតដល់180សង់ទីម៉ែត្រដែលនាំឲ្យវាក្លាយជាសត្វស្លាបខ្ពស់ជាងគេបំផុតលើពិភពលោកដែលអាចហៅបានក្រៀលមានរោមពណ៌ប្រផេះគ្របដណ្ដប់ពេញមួយតួខ្លួននិងស្លាបចំណែកឯក្បាលនិងជើងវែងៗទាំងពីរមានពណ៌ក្រហមពួកវាតែងតែបន្លឺសំឡេងស្រែកស្រួយស្រេះដូចត្រែដែលអាចឮបាននៅតាមត្រពាំងនិងវាលស្រែចម្ការនៅកម្ពុជាសត្វក្រៀលចាប់ផ្ដើមបង្កកំណើតនៅក្នុងដើមរដូវវស្សាវាចាចង់គ្នាតាំងពីខែឧសភាមកម្ល៉េះមុនកាច់សម្បុកបងនឹងញាស់ជាកូនក្នុងរវាងខែមិថុនារហូតដល់ខែតុលាវាធ្វើសម្បុកពងកូននៅតាមវាលស្មៅធំៗនិងតំបន់ព្រៃរបោះឬចន្លោះព្រៃរបោះពាក់កណ្ដាលព្រៃស្រោងនាបណ្ដាខេត្តភាគឧត្តរនិងភាគឦសាននៃប្រទេសក្រៀលមេបាមួយគូអាចមានពងកូនពី1ទៅ2ប៉ុណ្ណោះក្នុងមួយរដូវកាលឬមួយឆ្នាំបន្ទាប់ពីពងញាស់បានកូនក្នុងអំឡុងពី1ទៅ3ថ្ងៃពួកមេបារបស់វាក៏ចាប់ផ្ដើមបណ្ដើរកូននាំដើរចេញពីសម្បុកក្នុងករណីទីតាំងសម្បុកនោះមានការរំខានប៉ុន្តែបើសម្បុកនៅមានភាពសុខដុមពួកវាក៏រក្សាកូនរបស់វាឲ្យរស់នៅទីនោះរហូតធំឬរហូតអាចហើរបានតែម្ដងក៏មានដែរសត្វក្រៀលត្រូវបានអង្គការ IUCN កត់ត្រាចូលក្នុងបញ្ជីក្រហមរបស់ខ្លួនថាជាប្រភេទងាយរងគ្រោះថ្នាក់និងកំពុងទទួលរងគ្រោះថ្នាក់ដោយការគំរាមកំហែងពីកត្តាផ្សេងៗដូចជាការបាត់បង់ទីជម្រកដែលអាចនាំឲ្យបក្សីដ៏ស្រស់ស្អាតបាត់បង់ពូជពង្សពីផែនដីនេះដើម្បីអាចរក្សាការពារសត្វក្រៀលឲ្យបន្តវត្តមានដល់កូនចៅជំនាន់ក្រោយៗទៀតរបស់យើងសូមយើងទាំងអស់គ្នាចូលរួមគាំទ្រការពារអភិរក្សធម្មជាតិបដិញ្ញាមិនបរិភោគសត្វព្រៃមិនទិញផលិតផលដែលធ្វើពីសត្វព្រៃហើយងាកមកគាំទ្រផលិតផលណាដែលផលិតដោយមេត្រីបរិស្ថានសូមអរគុណណាស់ចំពោះការចូលរួមក្នុងការការពារធម្មជាតិរបស់អ្នករាល់គ្នាអង្គការអភិរក្សអន្តរជាតិកម្ពុជាសហការយ៉ាងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាជនជាតិដើមភាគតិចសហគមន៍និងដៃគូពាក់ព័ន្ធការពារជំរកសត្វព្រៃដែលជាជំរករបស់សត្វក្រៀលធម្មជាតិយល់ដឹងពីសត្វព្រៃផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីរៀនពីសត្វព្រៃជាមួយ CI